បាទបងប្អូនថ្ងៃនេះខ្ញុំចង់ប្រៀបធៀបរឿងពីរបងប្អូនគេនិយាយថាការចិញ្ចឹមលក្ខណៈគ្រួសារមិនអាចក្លាយជាអ្នកមានបានទេប៉ុន្តែបើចង់ក្លាយជាអ្នកមានត្រូវតែចិញ្ចឹមលក្ខណៈកសិដ្ឋានធំគួរ3-400ក្បាល4-500ក្បាលអញ្ចឹងឬក៏1000ក្បាលអញ្ចឹងទៅក៏ប៉ុន្តែខ្ញុំចង់ប្រៀបធៀបថាទោះជាវាមិនមែនយើងមិនអាចចិញ្ចឹមលក្ខណៈគ្រួសារមិនអាចក្លាយជាអ្នកមានក៏ពិតមែនប៉ុន្តែវាអាចជួយដោះស្រាយយើងនៅក្នុងរឿងហានិភ័យឬក៏រឿងកើតឡើងភ្លាមៗសម្រាប់គ្រួសារយើងបងប្អូនអញ្ចឹងវាចាំបាច់ឬក៏រឿងសំខាន់ណាស់សម្រាប់គ្រួសារនីមួយៗនីមួយៗវាមិនតែងតែមានសេចក្តីសុខនិងទុក្ខវាដើរទន្ទឹមគ្នាអញ្ចឹងពេលដែលយើងត្បិតតែវាមិនបានឲ្យយើងខ្លាចជាអ្នកមានមែនប៉ុន្តែវាជួយដោះស្រាយយើងពេលដែលយើងមានវិបត្តិអ្វីកើតឡើងនៅក្នុងគ្រួសារដែលយើងមើលមិនឃើញដោយជាថាហេតុវិបត្តិហិរញ្ញវត្ថុឬវិបត្តិផ្សេងពាក់ព័ន្ធនឹងជំងឺម្ដាយឪពុកកូនរៀនអីចឹងទៅយើងអាចលក់ដោះស្រាយជីវភាពយើងបានយ៉ាងស្រួលចុះបើយើងអត់គោលក្ខណៈគ្រួសារនឹងពេលដែលយើងមានហានិភ័យកើតឡើងតើយើងមានអីជាសំអាងតែបងប្អូនមានមាសអានោះវាអត់អីទេណាអានោះវាជាចំណូលផ្សេងអានេះវាជាចំណូលបន្តផ្សំសម្រាប់ដោះស្រាយភ្លាមដូចគ្នាយើងច្បាស់ជាដឹងហើយថាបើសិនជាខ្លាចជាអ្នកមានលុះត្រាតែគេចិញ្ចឹមបែបលក្ខណៈកសិដ្ឋានក៏ប៉ុន្តែសម្រាប់គ្រួសារជនបទយើងមួយចំនួនយើងមានលទ្ធភាពឯណាទៅចិញ្ចឹមបែបកសិដ្ឋានដូចគេអញ្ចឹងយើងមានតែចំណូលពីគោលក្ខណៈគ្រួសារនឹងឯងត្បិតតែវាមិនជួយយើងខ្លាចជាអ្នកមានប៉ុន្តែវាជួយដោះស្រាយបញ្ហាដែលយើងទាល់ឧទាហរណ៍ដូចជាតម្រូវការកូនចង់បានម៉ូតូថ្មីបង់ថ្លៃសាលាកូនឬក៏យកទៅប្រើប្រាស់ក្នុងអីផ្សេងយកទៅទិញដីបរិច្មុខរបរធ្វើស្រែធ្វើចម្ការយើងអញ្ចឹងហ្នឹងបងប្អូនអាហ្នឹងវាជារឿងសំខាន់ហើយអញ្ចឹងក្នុងការងារហ្នឹងគឺវានៅតែល្អសម្រាប់បងប្អូនដែលចិញ្ចឹមគោនៅគេហៅថាលក្ខណៈគ្រួសារណាបងប្អូនមិនអត់ប្រយោជន៍ទេចំណូលទាំងអស់ហ្នឹងហើយដែលយើងមាននៅក្នុងដៃវាជាជាងដែលយើងមិនខ្វល់ខ្វាយមិនចិញ្ចឹមពេលដែលយើងមានហានិភ័យកើតឡើងសួរថាយើងទៅរំពឹងអីហ្នឹងបងប្អូនណាបាទហើយយើងមិនបាច់ទៅប្រៀបធៀបគេជាមួយនឹងគេកសិដ្ឋានទេគេដើមទុនច្រើនគេលុយច្រើនអញ្ចឹងច្បាស់ហើយថាគេនឹងខ្លាចជាអ្នកមានព្រោះដោយសារគោគេក៏ច្រើនអញ្ចឹងយើងអត់អាចប្រៀបធៀបបានទេយើងគ្រាន់តែនេះយើងចិញ្ចឹមផ្គូផ្សំក្រៅពីចំណូលស្នូលរបស់យើងគឺយើងមានគោនឹងជាសំអាងដើម្បីប្រើប្រាស់ចាំបាច់ក្នុងលក្ខណៈគ្រួសារយើងពេលថ្ងៃមួយអញ្ចឹងទៅ